តើអ្នកទាំងអស់គ្នាមានធ្លាប់ដឹងទេថាការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុនបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់មុនពេលដែលទីក្រុង Hiroshima និង Nagasaki ត្រូវបានគេវាយប្រហារពួកសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានរៀបចំផែនការធំៗពីរដើម្បីវាយប្រហារទៅលើប្រទេសជប៉ុនទី1គឺជាផែនការអូឡ িম্প ពិកនៅខែវិច្ឆិកាឆ្នាំ1945ជាមួយនឹងទាហានសម្ព័ន្ធមិត្តប្រមាណជាង 77,000 នាក់បានចល័តមកលើឆ្នេរសមុទ្រកោះ Kyushu បំរុងនឹងវាយប្រហារប្រឆាំងនឹងប្រទេសជប៉ុនប៉ុន្តែជប៉ុនបានប្រុងប្រយ័ត្ននិងរៀបចំផែនការការពារទុកជាមុនដោយមានទាហានការពារប្រមាណជា 90,000 នាក់បង្កប់នៅតាមតំបន់ដែលអាមេរិកកំពុងគ្រោងនឹងចល័តទ័ពមកប្រសិនបើផែនការនេះត្រូវបានអនុវត្តវាអាចបង្កឲ្យមានការបាត់បង់ជីវិតមនុស្សប្រមាណជាង 2 លាននាក់បន្ទាប់មកនៅខែមីនាឆ្នាំ1946សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានផែនការទី2ដែលគេដាក់ឈ្មោះឲ្យថា Kuronin ដែលមានទាហានប្រមាណ 1.5 លាននាក់គ្រោងនឹងវាយលុកទីក្រុងតូក្យូនៅពេលនោះជប៉ុនបានផ្លាស់ទីប្រជាជនរបស់ខ្លួនរាប់លាននាក់ទៅកាន់ទីតាំងនោះដើម្បីការពារដែលរៀបចំឲ្យប្រជាជនតាមស្រុកនីមួយៗក្លាយជាខែការពាររបស់ប្រទេសជប៉ុនហើយបើសិនជាផែនការនេះបានអនុវត្តពិតមែននោះនឹងធ្វើឲ្យបាត់បង់ទ័ពសម្ព័ន្ធមិត្តប្រហែល 1 លាននាក់និងប្រជាជនជប៉ុនប្រហែលជាង 10 លាននាក់សង្គ្រាមនឹងបន្តរហូតដល់ឆ្នាំ1947ហើយ Stalin ដែលជាបងធំនៃបកណាស៊ីមានពេលវេលាគ្រប់គ្រាន់ចូលវាយពីខាងជើងបំបែកជប៉ុនជាពីរហើយកោះ Hokkaido នឹងក្លាយទៅជារដ្ឋកុម្មុយនីស